Đầm lái miết thật được trong đầm lái thế này không ngày này. Run số đấy cái đôi chỉ trong rệp số đọc bọc mai bằng phone ở khía. Ngày này đã khi mà thuê video đã mấy thuê cả update nơi đầm lái miết cái đôi chỉ đầm lái prác nơi prác ngày ti đọc pí khai mê sát năm pi pom mà phải bằng mùi. Chẳng thế bác sĩ bằng phone cho chất video bài ní cái đôi chỉ trong tam đa nơi đầm lái miết cái đôi chỉ đầm lái prác chỉ riêng lọt ngày. Bằng phone ai thuê cả subscribe YouTube channel của bọc nhóm. Vì pro thắc nhóm nằm thuê video đã mấy thuê cả update nơi đầm lái miết cái đôi chỉ đầm lái prác chỉ riêng lọt ngày tại mà rong bạn. សម្រាប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះផងដែរតម្លៃមាសបានធ្វើការស្ថិតនៅតម្លៃថេរមិនប្រែប្រួលទេដោយសារថាទីផ្សារអន្តរជាតិបានធ្វើការបិទមិនបើកឲ្យធ្វើការទិញលក់ក៏ដូចជា trade មាសនោះទេអញ្ចឹងទេតម្លៃមាសស្ថិតនៅក្នុងតម្លៃ $4,749 ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង $5,721 ក្នុង1តម្លឹងឬស្មើនឹង $572 ក្នុង1ជីផងដែរបាទចំណែកឯតម្លៃប្រាក់វិញប្រាក់ក៏បានធ្វើការស្ថិតនៅក្នុងតម្លៃថេរផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ $76 ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង $91 ក្នុង1តម្លឹងឬស្មើនឹង $9.1 ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមហ្នឹងគឺស្មើនឹង $2,442 ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃច័ន្ទស្អែកនេះតើតម្លៃមាសនៅតែបន្តធ្វើការហក់ឡើងបន្តទៀតឬក៏មានការធ្លាក់ចុះមកវិញឬក៏មានការប្រែប្រួលបែបណាហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តវីដេអូបែបនេះបងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណបងប្អូនទាំងអស់គ្នាហើយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះខ្ញុំសូមជូនពរបងប្អូនទាំងអស់គ្នារកទទួលទានមានបានក៏ដូចជាទទួលបានភាពជោគជ័យលើគ្រប់ភារកិច្ចអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ